ពីភាគ3 បន្ទាប់ពីការពិតត្រូវបានបង្ហាញ David រហ័សថានេះបន្ទាប់ពីជាមួយសៀវភៅកណីត្រូវបានបិទជិតនៅនឹងកន្លែងបណ្ដឹងខ្ញុំពីបរំលោភយកដីស្រែសាធារណៈប្លង់ដីនៅក្នុងដៃខ្ញុំហើយតុលាការស្រុកក៏មានភស្តុតាងដែកផងដែរចំពោះបញ្ហាប្រភពហិរញ្ញវត្ថុមិនច្បាស់លាស់ហាងខ្ញុំមានសៀវភៅកណីរាល់ចំណូលទាំងអស់មានប្រភពច្បាស់លាស់សូមអ្នករាល់គ្នាពិនិត្យមើលនិងផ្ទៀងផ្ទាត់ដោយសេរីសូមលោកលីចេញពន្យាពេល3ថ្ងៃខ្ញុំនឹងបង្ហាញពីភាពស្អាតស្អំរបស់ខ្ញុំល្អខ្ញុំនឹងឲ្យអ្នក3ថ្ងៃក្នុងអំឡុងពេលនេះទ្រព្យសម្បត្តិត្រូវបិទជិតគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យធ្វើអ្វីដោយអន្តេសាឡើយក្មេងស្រីម្នាក់នោះនៅតែស្រមៃចង់បដូរស្ថានភាព3ថ្ងៃតើនាងអាចបង្កើតរឿងអីបានទៅឯកសារបានคล้ายជាបំណែកប្លង់ដីជាបំណុលចាស់អញ្ចឹងយើងច្បាស់ជាឈ្នះហើយទីធ្លានេះជារបស់យើងហើយលោកសិនបិទមកទៅប្រតិកម្មរបស់ក្មេងស្រីនេះថ្ងៃនេះពិតជាស្មុគស្ងាត់ខ្លាំងណាស់ប្រសិនបើជាមនុស្សធម្មតាជួបនឹងការរឹបអូសទ្រព្យសម្បត្តិពួកគេប្រកាសជាភ័យខ្លាចបាត់ទៅហើយគាត់ហ៊ានប្រឈមមុខដាក់គ្នាបាត់ដៃគាត់ច្បាស់ជាកាន់ចំណុចខ្សោយរបស់យើងពេលព្រឹកភ្លឺបន្តិចទៅស៊ើបអង្កេតទៅរកឲ្យឃើញថាបុរសចំណាស់ដែលនៅជាមួយគាត់នោះជានរណាសាក់សីប្រសិនបើនាងនិយាយនៅមុខលីចេងឯកសារដែលបាត់បង់នោះនឹងត្រូវបានបំពេញហើយមិនអាចឲ្យគាត់និយាយមួយម៉ាត់បានដាច់ខាតទប់ស្កាត់យ៉ាងម៉េចបុរសចំណាស់នោះមិនវិលវល់អ្វីទាំងអស់អ្នកទៅយកអំណោយល្អខ្លះទៅស៊ើបមើលទឹកចិត្តបុរសចំណាស់នោះបន្តិចនិយាយថាទៅសួរសុខទុក្ខស៊ើបមើលអាកប្បកិរិយារបស់គាត់មើលថាតើអាចបញ្ចុះបញ្ចូលគាត់បានឬអត់គុំលូកលាន់រឿងនេះអីលោកម្ចាស់ចុះបើគាត់មិនព្រមស្លាប់រស់ដំបូងត្រូវនិយាយលួងលោមល្មើសស្ថានភាពជាក់ស្ដែងបងប្រុសចៅខ្ញុំបានឮឈ្មោះល្បីល្បាញរបស់លោកយូរហើយខ្ញុំមកលេងលោកមិនស្គាល់មានការអ្វីនិយាយត្រង់ទៅគុំវៀងវងអីតាមពិតខ្ញុំចង់សុំបងប្រុសជួយបន្ធូរបន្ថយបន្តិចនេះជារឿងផ្ទាល់ខ្លួនរបស់គ្រួសារសិនបើអ្នកក្រៅចូលជ្រៀតជ្រែកវាមិនល្អសម្រាប់លោកបងបន្តិចណាទេលោកអាយុច្រើនហើយជាងដៃក៏មិនសូវល្អចាំបាច់អីត្រូវតែធ្វើបាបមនុស្សដើម្បីតែក្មេងស្រីម្នាក់នោះមនុស្សរបស់ត្រកូលសិនហ៊ានមកបិទមាត់ខ្ញុំជីចិត្តណាល្អនេះជាបំណងរបស់លោកម្ចាស់យើងមុនសិការបស់ខ្ញុំមិនអាចបដូរយករបស់ឥតបានការរបស់ត្រកូលសិនបានទេកូនស្រីឲ្យបរោះចំណាស់នេះចង់និយាយពាក្យពីចិត្តជាមួយឯងកាលក្មេងប្រុសតកោផៃមករកខ្ញុំក៏ស្ទាក់ស្ទើរដែរមនុស្សចិត្តក៏ពាក់កណ្ដាលខ្លួនហើយពិតជាមិនចង់បង្កបញ្ហាទៀតទេតែគាត់បានរៀបរាប់ពីអ្វីដែលឯងបានជួបប្រទះម្ដងទៀតខ្ញុំយមួយយកពេញទីបំផុតក៏សម្រេចចិត្តថាត្រូវតែមកលោកពូចៅនេះជារឿងអ្វីទៅព្រោះឪពុកឯងជាមនុស្សស្មោះត្រង់ខ្ញុំធ្លាប់ឃើញគាត់ហើយខ្ញុំក៏ធ្លាប់ឃើញផ្ទាល់ភ្នែកដែរថាតើគាត់ត្រូវបានគេគៀបសង្កត់យ៉ាងណាខ្លះកាលពីមុនលោកពូចៅជីហឺសូមអរគុណចំពោះគុណបំណាច់ដូចជាកំណើតម្ដងទៀតរបស់លោកកូនស្រីឲ្យឯងអរគុណខុសមនុស្សហើយគឺគាត់ទេដែលមកអង្វរខ្ញុំឯកសារនេះខុសពីឯកសារប៉ុន្មានសន្លឹកមុនបន្តិចឯកសារនេះមិនមែនជាលិខិតខ្ចីប្រាក់ទេនេះគឺជាឯកសារគ្រប់គ្រងមានន័យថានរណាម្នាក់គ្រប់គ្រងហិរញ្ញវត្ថុរបស់ភីគីមខាងទៀតជំនួសវិញដោយយកឯកសារនេះជាភស្តុតាងគ្រប់គ្រងអ្វីទៅគ្រប់គ្រងក្រោមឈ្មោះកូនទី2ស្រូវប៉ុន្មានបាវប្រាក់ប៉ុន្មានដំឡឹងអ្នកគ្រប់គ្រងគឺសិនម៉ៅលីននេះមិនមែនជាការខ្ចីប្រាក់ទេនេះជារបស់ដែលគាត់បានទុកដាក់ជំនួសកូនទី2មិនដែលបានប្រគល់មកវិញទេមានន័យថាលុយកាក់និងស្រូវអង្កររបស់ឪពុកខ្ញុំត្រូវបានគាត់រក្សាទុកជាប់ជានិច្ចមិនដែលបានដល់ដៃខ្ញុំសោះលិខិតនេះខ្ញុំនៅចាំកាលពីឆ្នាំដែលឪពុកឯងធ្លាក់ខ្លួនឈឺគាត់បានប្រគល់ប្រាក់2លានឲ្យពូធំឯងគ្រប់គ្រងតែអ្នកណាទៅដឹងថាគាត់ចង់ចាំពេលជាសេះស្បើយទៅយកវិញរឿងនេះក៏คล้ายជាមកខៈលោកពូចៅតើលោកសុកចិត្តសរសេរសម្ដីនេះចូលក្នុងសក្ខីកម្មទេហេតុអ្វីមិនហ៊ានខ្ញុំឃើញផ្ទាល់នឹងភ្នែកមិនបោកប្រាស់ដាច់ខាតរួចរាល់ហើយលោកលីចេងនេះអាចដោះស្រាយរឿងដោយយុត្តិធម៌បានទេយុត្តិធម៌ក៏មានដែរតែខ្លាចគាត់គិតតែពីផលប្រយោជន៍ខ្លួនឯងអញ្ចឹងត្រូវបង្ខំគាត់ឲ្យមិនអាចបំពានអ្នកបានលោកលីចេងថ្ងៃកំណត់3ថ្ងៃបានមកដល់ហើយខ្ញុំមកដាក់ភស្តុតាងនេះជាភស្តុតាងទាំងអស់សូមលោកពិនិត្យមើលលោកលីចេងបរោះចំណាស់នេះជាសាក្សីនៃការបែងចែកគ្រួសារកាលពីពេលនោះករណីនេះជើងដែលបាក់របស់ខ្ញុំក៏ត្រូវមកធ្វើសាក្សីដែរការនោះមិនបានចុះហត្ថលេខាទេថ្ងៃនេះខ្ញុំមកបំពេញវិញសិនជាហឺរបស់ទាំងនេះខ្ញុំនៅតែត្រូវផ្ទៀងផ្ទាត់ប៉ុន្តែមើលដំបូងគឺមិនអាចខ្លាញ់បន្លំបានទេលោកលីចេងកូនស្រីខ្ញុំមានសំណើមួយទៀតដែលមិនសមរម្យសូមលោកប្រកាសសារក្រុមករណីនេះនៅទីសាធារណៈក្នុងសាលាទៀននៅទីសាធារណៈហើយអ្វីទៅធ្វើឲ្យអ្នកភូមិទាំងមូលដឹងការពូធំរបស់ខ្ញុំដឹងខ្ញុំគឺនៅចំពោះមុខតកូទាំងមូលដើម្បីបង្ហាញពីភាពស្អាតស្អំដូច្នេះក៏គួរតែឲ្យអ្នកភូមិទាំងមូលបានច្បាស់ដែរល្អ3ថ្ងៃទៀតនៅសាលាទៀនខ្ញុំនឹងកាត់ក្តីក្មេងស្រីម្នាក់នោះបានប្រគល់អ្វីខ្លះប្លង់ដីច្បាប់ចម្លងរដ្ឋបាលនិងអ្នកប្រមាញ់ចំណាស់គេនិយាយថានៅមានឯកសារពន្យល់សំខាន់ពីរទៀតផង